ពេលដែលខ្ញុំជិះម៉ូតូនោះតាមផ្លូវម្ដងខ្ញុំមានអារម្មណ៍ថាមើលមកវាសុវត្ថិភាពសម្រាប់ខ្លួនឯងគឺវាសុវត្ថិភាពហើយទីមួយទៀតគឺវាតាក់ទាញដោយសារអីវាធំទលាយក្នុងការជិះតួយើងជិះស្រីជិះនោះជិះម៉ូតូធំមែនតែវាមើលមកស្អាតហើយសុវត្ថិភាពសម្រាប់យើងហ្មងបើសិនជាម៉ូតូខ្ញុំមានអត្តចរិតដូចមនុស្សខ្ញុំគិតថាអត្តចរិតរបស់វាស្មោះត្រង់ហើយនឹងវាអត់ធ្មត់ព្រោះអីដោយសារពេលដែលខ្ញុំត្រូវការវាពេលណាគឺវាតែងតែនៅក្បែរខ្ញុំហើយវាអត់ដែលត្អូញត្អែហ្មងវាជួយយើងគ្រប់ពេលខ្ញុំសួរបងខ្ញុំឈ្មោះគឹមឡាយមានអាយុ19ឆ្នាំរៀននៅសាកលវិទ្យាស្ថានពាណិជ្ជសាស្ត្រវិជ្ជានិស្សិតឆ្នាំទី1ហើយម៉ូតូដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃ Fuso Dijengo Facister អារម្មណ៍ថាចង់ប្រើប្រាស់ម៉ូតូនេះភ្លាមៗទី1គឺតែជីវភាពចាំថ្ងៃព្រោះសារខ្ញុំត្រូវទៅក្រៅទៅទីចិត្តទីថ្ងៃវាមានភាពងាយស្រួលនិងឆាប់រហ័សហើយមួយទៀតគឺភាពឯករាជ្យពេលដែលយើងទៅណាអញ្ចឹងយើងត្រូវការទៅខ្លួនឯងបើចាំបាច់មានអ្នកទៅយកនៅចាំគេយូរបើយើងប្រៀបជាមួយនឹងជំនាញផ្សេងគឺយើងប្រើម៉ូតូគឺវាឆាប់រហ័សទៅដល់ជាងមានទំនុកចិត្តលើវាដោយសារម៉ូតូហ្នឹងវាមានភាពងាយស្រួលហើយលឿនលំនឹងវាក៏ល្អនិយាយទៅធ្វើឲ្យយើងប្រើប្រាស់វាមកវាមានទំនុកចិត្តនិងមានសុវត្ថិភាពមកក្នុងការទៅទីចិត្តទីឆ្ងាយនៅពេលដែលខ្ញុំជិះទៅក្រៅម្ដងដើម្បីពាក់មួយស៊ីមួយវាច្រើនគឺអាវយឺត cover មួយស្បែកជើងហើយនឹងពងកាបូបទូចមួយមើលមកសាមញ្ញតែវាស្អាតហ្មងជិះមកវាស្អាតស៊ីមួយវាមកពេលច្រើនពេលដែលទៅក្រៅជួបមិត្តភក្តិអញ្ចឹងគេតែងសួរថាហែងខ្លួនទូចតែជិះម៉ូតូធំមែនវាថាគេឃើញយើងទូចជិះម៉ូតូយើងធំខ្ពស់អញ្ចឹងតែអីដែលខ្ញុំឆ្លើយទៅគាត់ថាកុំឃើញវាធំមែនតែវាមានសុវត្ថិភាពល្អតសាបានដឹងខែដែលខ្ញុំចង់ជិះទៅគឺច្រើនកប៉តចង់ជិះទៅកប៉តទៅឡើងភ្នំបូកគោឲ្យធូបកន្លែងយីម៉ៅហើយទៅមួយគ្រួសារក៏បានពីច្រើនឲ្យតែមានគ្នាគឺសុបាយយើងទៅម្នាក់ឯងវារៀងអាឡូនពេកបើមានដៃគូតែល្អសម្រាប់ចិត្តដែលខ្ញុំចិត្តទៅលើម៉ូតូហ្នឹងទី1តែរបស់វាធំទលាយជិះស្រួលហើយនឹងក្លុករបស់វាក៏ធំដែរស្រួលដាក់របស់បានច្រើនហើយកញ្ចក់របស់វាច្បាស់ល្អហ្មងពេលដែលយើងជិះទៅក្រៅមើលក្រោយមើលអីចឹងបើសម្រាប់ម៉ូតូខ្លះគឺវាពិបាកមើលខាងក្រោយឯងបងតែសម្រាប់ម៉ូតូហ្នឹងអត់ទេវាមើលមកវាច្បាស់ស្រួលយើងមើលឲ្យឆ្លងផ្លូវវាមានសុវត្ថិភាពក្នុងការដែលយើងធ្វើដំណើរហ្មងហើយសម្រាប់ភ្លើងរបស់វាការធ្វើដំណើរនៅពេលយប់ក៏វាមានសុវត្ថិភាពដែរដោយសារវាភ្លឺច្បាស់ល្អវាឲ្យយើងស្រួលមើលផ្លូវហើយសម្រាប់លេខរបស់វាលេខបណ្ណាំរបស់វាក៏មើលមកឆ្វាយល្អហ្មងមកពេលដែលខ្ញុំជិះម៉ូតូនោះតាមផ្លូវម្ដងខ្ញុំមានអារម្មណ៍ថាមើលមកវាសុវត្ថិភាពសម្រាប់ខ្លួនឯងគឺវាសុវត្ថិភាពហើយទីមួយទៀតគឺវាតាក់ទាញដោយសារអីវាធំទលាយក្នុងការជិះតួយើងជិះស្រីជិះនោះជិះម៉ូតូធំមែនតែវាមើលមកស្អាតហើយសុវត្ថិភាពសម្រាប់យើងហ្មងបើសិនជាម៉ូតូខ្ញុំមានអត្តចរិតដូចមនុស្សខ្ញុំគិតថាអត្តចរិតរបស់វាស្មោះត្រង់ហើយនឹងវាអត់ធ្មត់ព្រោះអីដោយសារពេលដែលខ្ញុំត្រូវការវាពេលណាគឺវាតែងតែនៅក្បែរខ្ញុំហើយវាអត់ដែលត្អូញត្អែហ្មងវាជួយយើងគ្រប់ពេលកន្លែងដែលខ្ញុំជិះជិះម៉ូតូហ្នឹងទៅ 7MG បងវិសាលទីហ្នឹងវាមានខ្យល់អាកាសស្រស់ស្រាយហើយវាមានកន្លែងស្ងប់ស្ងាត់ហើយមានកន្លែងថតរូបសាច់ច្រើននៅមានទៅតាមខេត្តឬជាកពតគិរីរំកែបកំពង់សោមអីចឹងបងប្អូនជួយទីច្រើនទៅបដងសមុទ្រពីច្រើនគេចាប់អារម្មណ៍ត្រង់ថាវាធំល្អមែនហើយវាមកវាឆ្លោះហ្មងវាមានចំណុចតាក់ទាញច្រើនបើសិនជាអ្នកដែលគេមើលមកអាចនឹងគេថាអូម៉ូតូនេះអត់ដឹងថាវាមិនទេតែបើយើងអ្នកប្រើខ្លួនឯងយើងដឹងថាវាល្អហ្មងពីពេលដែលខ្ញុំចង់ទៅប្រាប់ទៅពួកគាត់ម៉ូតូស៊ូថាហ្នឹងវាឃើញធំមែនតែវាសុវត្ថិភាពសម្រាប់យើងហើយយើងកុំ focus ទៅលើវាថាមើលមកថាខ្លួនស្រីជិះម៉ូតូធំអត់សមអីយើងគិតជាចម្បងគឺសុវត្ថិភាពខ្លួនយើងហើយយើងត្រូវមាន confidence លើខ្លួនឯងបើយើងមាន confidence ខ្លួនឯងចាំតែគេនិយាយសុវត្ថិភាពយើងគឺគេមានអ្នកធានាយើងឯងចាវាខ្លួនឯងពេលដែលខ្ញុំចង់ recommend ឲ្យគាត់ណែនាំពេលដែលគាត់ប្រើប្រាស់ម៉ូតូនេះទៅគឺវាស្រួលហើយសុវត្ថិភាពរបស់គាត់ទី1ម៉ូតូនេះធំល្អតម្លៃសមរម្យពេលដែលយើងទៅណាមកណាគឺយើងមាន confidence លើខ្លួនឯងធម្មតាពេលដែលយើងប្រើប្រាស់ម៉ូតូណាមួយក៏ដោយយើងត្រូវសិក្សាពីវាហើយមើលទៅលើគុណភាពរបស់វាម៉ូតូនេះគឺវាគុណភាពល្អហើយក្នុងការប្រើប្រាស់ក៏វាល្អការបើកបរសម្រាប់យើងគឺវាជួយសុវត្ថិភាពយើងច្រើនតាមម៉ូតូមួយចំនួនពេលដែលយើងជិះទៅណាមកណាអញ្ចឹងវាខ្លាចមានគ្រោះថ្នាក់ដោយសារម៉ូតូខ្លះវាមានដំណឹងល្អតែសម្រាប់ម៉ូតូនេះគឺធំហើយមានដំណឹងល្អហើយងាយស្រួលប្រើប្រាស់ទៀតអរគុណបងបាយ